ចំណែកត្រីត្រោតវិញវាមានរសជាតិស្រាលនិងទន់ភ្លន់ជាងមិនសូវមានជាតិខ្លាញ់មនុស្សខ្លះដែលមិនចូលចិត្តរសជាតិខ្លាំងរបស់ salmon អាចនឹងចូលចិត្តត្រោតជាងបើប្រៀបធៀបងាយៗត្រី salmon ដូចជាសាច់ steak ចឹងណាគ្នាសាច់ steak ម្ដុំចឹងហើយសម្រាប់ត្រីត្រោតដូចជាសាច់មាន់ទន់សរុបសេចក្តីមក salmon វារស់នៅទឹកសាបនិងទឹកប្រៃធ្វើដំណើរចម្ងាយឆ្ងាយសម្បូរ omega 3រសជាតិខ្លាញ់និងរសជាតិរឹងល្មមហើយទំហំវាធំជាងសម្រាប់ត្រីត្រោតវិញគឺរស់នៅទឹកសាបភាគច្រើនហើយមិនសូវធ្វើដំណើរឆ្ងាយសាច់ស្រាលនិងកាឡូរីទាបជាងរសជាតិគឺទន់ភ្លន់ជាងហើយទំហំវាតូចជាងទៀតអ្នកទាំងអស់គ្នានៅទីបញ្ចប់មិនមានត្រីណាល្អជាងត្រីណាទេពីរសុទ្ធតែឆ្ងាញ់និងមានអត្ថប្រយោជន៍ចំពោះសុខភាពទៀតអ្នកទាំងអស់គ្នាសំណួរខ្ញុំគឺតើអ្នកទាំងអស់គ្នាជា team salmon ដូចខ្ញុំឬក៏ team ត្រោតឥឡូវនេះខ្ញុំសុំអ្នកទាំងអស់គ្នាឲ្យជួយ comment ខាងក្រោមឲ្យប្រាប់ខ្ញុំផងថាអ្នកទាំងអស់គ្នាគឺចូលចិត្តត្រី salmon ជាងឬក៏ត្រីត្រោតជាងហើយបើអ្នកទាំងអស់គ្នាចូលចិត្តវីដេអូនេះកុំភ្លេច like follow និង share ផងដើម្បីកុំឲ្យខ្ញុំខកខាន podcast នេះអ្នកទាំងអស់គ្នាបន្តទៀតជួបគ្នាក្នុងវីដេអូក្រោយ